បាទនេះសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកសាជាថ្មីជាមួយនឹងការវិភាគតម្លៃហាងចេកមាសប្រចាំថ្ងៃពុធទី11ខែមិថុនាឆ្នាំ2025ចំណុចថាតើតម្លៃហាងចេកមាសនៅក្នុងថ្ងៃនេះនឹងមានបំរែបំរួលបែបណាអាចនឹងធ្វើការទិញឬក៏យើងអង្គចាំទិញតម្លៃណាដែលល្អអញ្ចឹងបងប្អូនកុំឲ្យខាតពេលវេលាយូរយើងចូលទៅមើលការវិភាគទាំងអស់គ្នាបាទបងប្អូនអញ្ចឹងបច្ចុប្បន្ននេះបើសិនជាយើងមើលតម្លៃហាងឆេងមាសខ្ញុំឲ្យបងប្អូនមើលចន្លោះពី3320ទៅ3343អញ្ចឹងបច្ចុប្បន្នវានៅកំពុងនៅក្នុងចន្លោះហ្នឹងហើយបើសិនជាវាបំបែកនៅកម្រិតណាមួយវានឹងទៅទិសដៅថ្មីឯងជាស្ដែងបើសិនជាវាឡើងមកលើហើយបំបែកនៅកម្រិត3343នេះម្ដងទៀតចឹងទិសដៅបន្ទាប់វានឹងទៅកម្រិត$3,375ក្នុងមួយអោនឬក៏ប្រមាណ$3,400ក្នុងមួយអោនវិញហើយក្នុងករណីមួយទៀតបើសិនជាវាអត់បំបែកទៅលើទេហើយសម្រាប់តែវាចុះមកខាងក្រោមវិញហើយបំបែកកម្រិតទៀត$3,320នេះវិញចឹងទិសដៅបន្ទាប់នឹងទៅកម្រិត$3,290ក្នុងមួយអោនឬក៏$3,270ក្នុងមួយអោនអញ្ចឹងសម្រាប់ទិសដៅបច្ចុប្បន្ននេះខ្ញុំមើលឃើញថាវាអាចនឹងទៅលើច្រើនជាងទៅក្រោមព្រោះដោយសារតែមាសវាបង្កើតជាទំនោរ up trend ណាប៉ុន្តែគ្រាន់តែថាទំនោរ up trend នេះវាមិនសូវជាធំប្រហែលទេទំនោរ up trend តូចដែរទេអញ្ចឹងយើងចាំមើលទាំងអស់គ្នាហើយបើសិនជាវាបំបែកវានឹងទៅលើហើយជាក់ស្ដែងបើសិនជាបងប្អូនចង់ទិញបច្ចុប្បន្ននេះក៏ទិញបានដែរព្រោះដោយសារបើសិនជាយើងមើលបច្ចុប្បន្នណាមាសវាបានបង្កើតជាសេរី high low ហើយសេរី high low នេះបើសិនជាយើងមើលទៅវាចោះមកនេះវាចោះមកក្នុងតំបន់ golden zone ចន្លោះពីតម្លៃចន្លោះពីកម្រិត50ទៅ61%នេះអញ្ចឹងបងប្អូនអាចធ្វើការទិញឡើងបានសម្រាប់បងប្អូនដែលទិញខ្លីៗណាអូខេអញ្ចឹងសម្រាប់ហាងចេញមាសនៅក្នុងថ្ងៃនេះខ្ញុំវិភាគជូនប៉ុណ្ណឹងទេអត់មានអីច្រើនទេទិសដៅបច្ចុប្បន្ននេះយើងចាំមើលឲ្យវាបំបែក$3,343សិនបើសិនជាបំបែកនឹងអាចទៅលើយ៉ាងខ្លាំងដែរអញ្ចឹងទោះបីជាវាបំបែកមកលើនេះមកលើម្ដងទៀតនេះក៏បងប្អូនអត់តន់ខកខានឱកាសក្នុងការទិញដែរអាចធ្វើការទិញបានហើយក្នុងករណីបើវាបំបែកទៅក្រោមអានឹងយើងធៀមលក់វិញមិនធៀមទិញណាយើងធៀមលក់វិញព្រោះដោយសារតែទៅក្រោមអាចទៅយ៉ាងខ្លាំងបាទសម្រាប់បងប្អូនដែលចង់បើកគណនីជួញដូរឬក៏ចង់សិក្សាស្វែងយល់ពីការជួញដូរហាងឆេងមាសប្រាក់ប្រេងឆៅនិងរូបិយប័ណ្ណអន្តរជាតិបងប្អូនអាចតាក់ទងមកកាន់ភ្នាក់ងាររបស់ក្រុមហ៊ុន BIC Market ណាមួយឬក៏បងប្អូនអាចតាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខទូរស័ព្ទដែលមាននៅក្នុង caption អញ្ចឹងខ្ញុំបាទសូមអរគុណសូមគោរពលា